នៅដើមឆ្នាំ1956សម្ដេចនរោត្តមសីហនុមេដឹកនាំចលនាសង្គមរាស្ត្រនិយមបានចាប់ផ្ដើមធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញឆ្នាំ1947គឺរដ្ឋធម្មនុញ្ញឆ្នាំ1947នោះហើយដែលរដ្ឋសភានិងគណៈបកនយោបាយនានាមានតួនាទីយ៉ាងសំខាន់នៅថ្ងៃ14មករាឆ្នាំ1956នីតិក្រមចុះថ្ងៃ15ធ្នូឆ្នាំ1955បានត្រូវប្រកាសឲ្យប្រើដោយក្រមលេខ65 នសតាមការពិតនីតិក្រមនេះមិនមែនជាវិសោធនកម្មធម្មតាទេតែគឺជារដ្ឋធម្មនុញ្ញថ្មីមួយតែម្ដងទោះបីសម្ដេចនរោត្តមសីហនុទ្រង់បានគូសបញ្ជាក់ថានីតិក្រមនេះជាការបញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញចាស់នៅរបៀបប្រជាធិបតេយ្យមួយបែបដែលប្រជាជនជាម្ចាស់អំណាចកាន់កាប់អំណាចដោយផ្ទាល់តែម្ដងក្តីក៏មានមតិខ្លះរិះគន់ថាជារបបផ្ដាច់ការមួយដែលដឹកនាំប្រទេសដោយគណៈបកនយោបាយតែមួយហើយដែលផ្អែកទាំងស្រុងទៅលើមនុស្សតែម្នាក់រីឯបញ្ហាដែលចោទគឺថាតើប្រជាជនកាន់អំណាចដោយផ្ទាល់របៀបណាទៅបើគ្មានគោលទ្រឹស្ដីជាមូលដ្ឋាននោះតាមគោលការណ៍ប្រជាធិបតេយ្យតាមបែបបទបច្ចឹមប្រទេសប្រជាជនសម្ដែងឆន្ទៈរបស់គេតាមរយៈគណៈបកនយោបាយគឺជារើសយកគណៈបកណាដែលគេពេញចិត្តអំពីទ្រឹស្ដីទស្សនវិជ្ជាជាមូលដ្ឋាននិងអំពីកម្មវិធីនយោបាយផ្សេងប៉ុន្តែតាមគោលការណ៍នៃរបបសង្គមរាស្ត្រនិយមប្រជាជនចាត់អ្នកតំណាងរបស់គេតាមខេត្តនីមួយៗឲ្យមកចូលរួមប្រជុំក្នុងស្ថាប័នមួយដែលមានឈ្មោះថាសមាជជាតិយោងទៅតាមមតិខ្លះនេះគឺជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដព្រោះតាមរយៈអ្នកតំណាងរបស់គេប្រជាជនអាចធ្វើការព្រមានរដ្ឋាភិបាលនិងមន្ត្រីរាជការដោយផ្ទាល់តែម្ដងការអនុវត្តគោលការណ៍នេះបានបង្កើតឡើងនៅវិបត្តិរដ្ឋាភិបាលមួយយ៉ាងធំរដ្ឋាភិបាលសង្គមរាស្ត្រនិយមត្រូវផ្លាស់ប្ដូរជាញឹកញាប់ជាហេតុធ្វើឲ្យកម្មវិធីនិងនយោបាយរបស់រដ្ឋាភិបាលនីមួយៗរកពេលយកទៅអនុវត្តសឹងមិនបានឬមិនបានតែម្ដងក៏អាចថាបានប៉ុន្តែមន្ត្រីរាជការពុករលួយឬទុច្ចរិតក៏រកពេលពុករលួយឬធ្វើការគៀបសង្កត់ប្រជាជនសឹងតែមិនកើតដែរព្រោះសម្ដេចនរោត្តមសីហនុដែលដឹកនាំអង្គសមាជជាទៀងទាត់មានមុខនាទីជាអ្នករកយុត្តិធម៌ជូនប្រជាជនតែម្ដងទោះជាត្រូវតាមទម្រង់ច្បាប់ឬមិនត្រូវក្តីនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1947មន្ត្រីរាជការមានច្បាប់និងប្រព័ន្ធច្បាប់ជាច្រើនសម្រាប់ការពារផលប្រយោជន៍របស់គេប៉ុន្តែនៅក្នុងអង្គសមាជដែលបើកអង្គប្រជុំយ៉ាងហោចណាស់ក៏2ដងដែរក្នុងមួយឆ្នាំគ្មានគោលការណ៍ច្បាប់អ្វីដែលរារាំងមិនឲ្យដោះស្រាយបញ្ហាជាក់ស្ដែងនិងចំពោះមុខរបស់ប្រជាជនទេទោះការដោះស្រាយបញ្ហានានាច្រើនតែប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ចគោលការណ៍ពាណិជ្ជកម្មឬទស្សនវិជ្ជានៃមជ្ឈដ្ឋាននានាក្តីនីតិក្រមដែលប្រកាសឲ្យប្រើដោយក្រមលេខ65 នសចុះថ្ងៃ14មករាឆ្នាំ1956តម្រូវឲ្យបង្កើតសភាប្រជាជនតាមខេត្តនិងសភាប្រជាជននៅក្នុងរាជធានីហើយចាត់តាំងឲ្យមានសមាជជាតិមួយដែលចេញសេចក្តីសម្រេចផ្សេងប្រជាជនត្រូវដឹងអំពីកិច្ចការរដ្ឋផ្សេងស្ថាប័ននេះតែងតាំងនាយករដ្ឋមន្ត្រីនិងបោះឆ្នោតទៅលើសំណូមពរផ្សេងដល់រដ្ឋាភិបាលហើយនឹងទៅលើសេចក្តីសម្រេចចិត្តសម្រាប់រដ្ឋសភាប៉ុន្តែរដ្ឋសភាអាចរៀបចំបោះឆ្នោតប្រជាមតិស្តីពីបញ្ហាផ្សេងទាក់ទងនឹងសេចក្តីសម្រេចចិត្តរបស់សមាជជាតិខាងផ្នែកតុលាការជាន់ខ្ពស់ច្បាប់មួយចុះថ្ងៃ15ធ្នូឆ្នាំ1955ហើយដែលប្រកាសឲ្យប្រើនៅថ្ងៃ14មករាឆ្នាំ56នោះដែរបានប្រែក្លាយអត្ថបទថ្ងៃ27ធ្នូឆ្នាំ1949ឲ្យមានលំនាំដូចតទៅប្រធាននិងអនុប្រធាននៃសាលាកាត់ក្តីនេះពុំមែនចាំបាច់ជាចៅក្រមទេ
ព្រះមហាក្សត្រជាអ្នកតែងតាំងប្រធាននិងអនុប្រធាននៃស្ថាប័ននោះក្នុងចំណោមសមាជិក5នាក់ជាសាមីជនគណៈកម្មការអង្កេតស៊ើបសួរត្រូវដឹកនាំដោយអ្នកតំណាងរាស្ត្រគឺមិនមែនដោយចៅក្រមទេអត្ថបទនេះមានជាលម្អិតទៀតប៉ុន្តែខ្ញុំសូមអឿកឡើងតែពី3ចំណុចប៉ុណ្ណោះទោះជាយ៉ាងណាក្តីគេអាចនិយាយបានថារដ្ឋធម្មនុញ្ញឆ្នាំ1956នោះរក្សារបបសភាដដែលប៉ុន្តែរបបសភានិយមតាមបែបបច្ចឹមប្រទេសបានคล้ายទៅជារបបសភានិយមផ្ទាល់ពាក់កណ្ដាល Democracy Semi-Direct នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ1947គេឃើញមានសិទ្ធិធ្វើបឋនាលិខិតសិទ្ធិនេះត្រូវរក្សាទុកនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ56គឺត្រង់មាត្រា14សិទ្ធិរបស់ប្រជាជននៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ56មានច្រើនជាងនៅក្នុងរដ្ឋធម្មនុញ្ញមុនព្រោះប្រជាជនមានសិទ្ធិដកហូតអ្នកតំណាងរបស់ខ្លួននៅរដ្ឋសភានិងនៅសភាប្រជាជនមាត្រា51និង85ប៉ុន្តែនេះមិនមែនជារឿងដែលគ្មានផលវិបាកប៉ះពាល់ដល់គោលការណ៍ធំៗនោះទេនៅពេលដែលចលនាសង្គមរាស្ត្រនិយមក្តាប់អំណាចយ៉ាងណែនហើយនៅពេលដែលចលនាកុម្មុយនីសធ្វើសកម្មភាពលួចលាក់នៅក្នុងទីក្រុងភ្នំពេញរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានផ្លាស់ប្ដូរ4ដងនៅក្នុងឆ្នាំ1956នោះរដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុតែងតាំងនៅថ្ងៃ1មិនិនាត្រូវប្រគល់ទៅឲ្យលោកខឹមទិតវិញនៅថ្ងៃ3ខែមេសានៅថ្ងៃ15សីហាដោយវេនសម្ដេចនរោត្តមសីហនុម្ដងទៀតហើយនៅថ្ងៃ25តុលាលោកសានយុនបានត្រូវតែងតាំងជាប្រមុខរដ្ឋាភិបាលនៅខែតុលានោះមានព្រឹត្តិការណ៍មួយដ៏ធំប្រទេសថៃបានដាក់កងទ័ពរបស់គេជំនួសពួកនគរបាលនៅព្រះវិហារនេះជារឿងមួយដ៏ចម្រូងចម្រាសនៅថ្ងៃ22វិច្ឆិកាឆ្នាំ1956ដដែលលោកជូអេនឡាយបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជានៅទីក្រុងប៉ារីឯនោះវិញនៅថ្ងៃ26វិច្ឆិកាសមាគមនិស្សិតខ្មែរ UEK បានចាប់បដិសន្ធិរីឯអ្នកដឹកនាំសំខាន់មានជាអាចអៀងសារីខៀវសំផនជួនមុំខ្ញុំសូមស្ទះត្រង់នេះសិនចុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងចាប់ផ្ដើមនិយាយអំពីសភាពការនៅឆ្នាំ1957